ជំរាបសួរទៅដល់អ្នកមើលក៏ដោយពុកម៉ែទៅតាមបណ្ដាខេត្តនេះគឺជាវីដេអូដែលបង្ហាញអំពីការប្រើប្រាស់ក្រឡដុតប្រេងខ្មៅមុខ3ទឹក3អ្វីដែលយើងត្រូវធ្វើទី1គឺយើងដោតដង្ហាលចូលដោតជាមួយនឹងបំពង់ភ្លើងណាពេលដែលយើងធ្វើការតភ្ជាប់ជាមួយដង្ហាលហើយនឹងបំពង់ប្រេងរួចរាល់អស់ហើយគឺយើងនឹងធ្វើការបញ្ចូលប្រេងទៅតាមបំពង់ប្រេងរបស់យើងដែលខ្ញុំបានបង្ហាញនៅក្នុងរូបនេះប្រេងវានឹងបញ្ជូនទៅកាន់ក្រឡភ្លើងដាច់តែម្ដងអញ្ចឹងបងដែលយកអាវ៉ាន់ពីខ្ញុំទៅនេះគឺជាវីដេអូដែលបង្ហាញហើយទីទៀតគឺខ្ញុំនឹងបង្កាត់ភ្លើងឲ្យបងបានឃើញដោយសារតែយើងអត់មានប្រេងប្រហូរចូលក្នុងសតេនកុំឲ្យវាហ្នឹងវារៀងងាកងាកវាបន្លាក់អីចឹងណាអញ្ចឹងគឺខ្ញុំយកប្រេងមកចាក់ដាច់តែម្ដងដើម្បីជាការតេស្តឲ្យបងបានមើលទាំងអស់គ្នាអញ្ចឹងខ្ញុំចាក់ប្រេងចូលតែប៉ុណ្្នឹងហើយខ្ញុំបង្កាត់ភ្លើងនេះណាខ្ញុំបង្កាត់ពេលដែលយើងបង្កាត់សូមបញ្ជាក់ដែរថាចាំឲ្យភ្លើងឆេះក្នុងកន្លហ្នឹងឲ្យច្រើនស្ថូរសិនឲ្យឆេះប៉ុណ្្នឹងមកតោះយើងទៅបើកវ៉ូលីមខ្យល់ជាមួយខ្ញុំនេះហ្នឹងហើយកងតាក់របស់វាគឺមានលបឿនខ្យល់បន្ថែមលបឿនខ្យល់ដំបូងដៃគឺយើងបើកអស់សិនមកបាទភ្លើងវាឆេះប៉ុណ្្នឹងយើងបើកអស់មកណាបងទាំងអស់គ្នាបាទបើកអស់ហើយពេលដែលភ្លើងនឹងបើកអស់ហើយភ្លើងវាចាប់ដើមឆេះយើងចាប់ដើមបន្ថយលបឿនខ្យល់មកវិញបន្តិចគឺថយមកវិញ1កាំគឺយើងក៏បើកវាអស់ពេកទុកវា1កាំឯងបាទបងទាំងអស់គ្នាហើយរងចាំឲ្យវាឆេះឲ្យវាកាត់សិនរងចាំដល់ពេលដែលវាក្តៅចន្លោះចឹងធម្មតាតើតើជាមួយនឹងកន្លរបស់ខ្ញុំអត់មានអីលំបាកក្នុងការបង្កាត់ភ្លើងតែបងប្អូនមួយចំនួនគាត់អត់ដឹងពីបច្ចេកទេសយកទៅទម្រាំចេះប្រើវាចាយពេលវេលារៀងយូរដែរម្ដងទៅ2ដងអីចឹងណាតែធៀបពិតការប្រើប្រាស់កន្លធំជាអត់មានលំបាកបង្កាត់ទេបងគាត់តម្លាក់តែกระดาษជូតមាត់ចូលទៅគឺយើងប្រើបានហើយហ្នឹងហើយបងចឹងយើងអង្គុយរងចាំវាដើម្បីឲ្យវាចាប់ជាមួយនឹងកន្លភ្លើងវានឹងក្តៅទៅគឺវាចាប់ដើមឡើងដាក់ភ្លើងឲ្យបងទាំងអស់គ្នាដូចបងបានឃើញចឹងក្តៅកន្លនេះអញ្ចឹងបងដែលយកពីខ្ញុំទៅគឺបងធ្វើតាមអ្វីដែលខ្ញុំណែនាំទៅអត់ចេះខុសទេណាគឺយើងប្រហូរប្រេងចាំសតែននឹងចូលក្នុងហ្នឹងហើយបង្កាត់ហើយចាំយើងបង្កាត់ហើយចាំយើងចាប់ផ្ដើមប្រហូរបន្តទៀតរឿងប្រេងហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃនេះគឺបង្ហាញបងតែប៉ុណ្្នឹងទេហើយខ្ញុំនឹងណែនាំបន្ថែមទៀតតទៅជាមួយនឹងការប្រើប្រាស់ប្រេងទៀតសោតយើងត្រូវតែគោរពតាមអ្វីដែលខ្ញុំណែនាំព្រោះថាបើសិនជាយើងប្រើវាមិនត្រូវតាមអ្វីដែលខ្ញុំណែនាំទេបងនឹងជួបនៅរឿងដែលគិតមិនដល់គឺមានន័យថាបងនឹងបន្ទោសពីខ្ញុំទៅវិញឬក៏ពីជាងរបស់ខ្ញុំទៅវិញតែធ្វើវាឡើងមកដល់ត្រង់ចំណុចនេះគឺសូមបញ្ជាក់ទៅដល់អ្នកប្រើទាំងអស់គ្នាដែលយកអវ៉ាន់ពីខ្ញុំក្តីឬក៏មិនយកអវ៉ាន់ពីខ្ញុំក្តីគឺក្នុងកន្លប្រេងនេះគឺយើងមិនអាចប្រហូរប្រេងចូលលើសលុបនៅអ្វីដែលយើងចង់ដាក់ណាបងប្អូនទាំងអស់គ្នាប្រេងដែលហូរចូលនៅក្នុងកន្លនោះធ្វើមិនហូរចូលទៅល្មមបានហើយកុំឲ្យវាហៀប្រេងត្រឡប់មកវិញប៉ះជាមួយនឹងដង្ហាលរបស់យើងព្រោះនៅក្នុងកន្លប្រេងរបស់យើងហ្នឹងចំណុចកដាលរបស់យើងហ្នឹងគឺមានបំពង់ខ្យល់អញ្ចឹងយើងត្រូវតែបង្ការទុករវាងប្រេងដែលហូរចូលហើយនិងប្រេងដែលវាឆេះគឺត្រូវតែសមាមាត្រគ្នាអត់អាចច្រើនទេអរគុណបងដែលបានទស្សនាជូនពរសំណាងល្អបន្តទៀត